លោកតាសង្សារខ្ញុំសូមបែកដោយសារខ្ញុំរវល់រៀននៅសាកលវិទ្យាល័យនិងធ្វើការពេញម៉ោងតើថាខ្ញុំអន់ដែរឬទេទី1ចៅឯងមិនមែនមនុស្សអន់មែនទេទី2ស្រីហ្នឹងចៅត្រូវយល់ថាស្រីដែលសំបែកពីចៅគឺជាសំណាងរបស់ចៅហើយបើបានមួយនឹងធ្វើប្រពន្ធណាកុំថាបានវាធ្វើប្រពន្ធគ្រាន់តែបានតុយវាក៏ខាត់ទឹកពងដែរពីព្រោះវាជាមនុស្សម្នាក់ដែលអត់គិតពីជីវិតទេវាអត់ចេះគិតពីជីវិតអញ្ចឹងនៅពេលដែលវាសំបែកណាគឺល្អណាស់អាចនិយាយថាព្រះជាម្ចាស់ប្រទានពរឲ្យចៅឯងអញ្ចឹងចៅឯងខំរៀនហើយខំធ្វើការដល់ចៅឯងរៀនសល់លុយខ្លះឬក៏យកទៅបង់ថ្លៃសាលាបានដល់ពេលចៅឯងបញ្ចប់ការសិក្សាចៅឯងចេញធ្វើការចៅឯងរកបានស្ត្រីល្អម្នាក់ជាគូគប់ចំណែកនាងវាសំបែកហ្នឹងណាទេវតាជួយចៅឯងទេឲ្យវាបែកទៅពីព្រោះបើចៅឯងបានយកវាធ្វើប្រពន្ធគឺអាលាយហើយណាណាបើបានយកវាធ្វើប្រពន្ធគឺអាលាយហើយណាហើយបើបានជាលក់វាមកភ្លោកណាពងចៅឯងកើតអភ័ព្វអាចថ្ងៃក្រោយកើតជំងឺពងស្វិតពីព្រោះប្រដាប់វាហ្នឹងសិតតែមេរោគខ្ជិលមេរោគខ្ជិលធ្វើឲ្យពងស្វិត